ទាំងអស់គ្នាខ្ញុំបាទគ្រូគម្រាបុណ្យហាត់ថ្ងៃនេះខ្ញុំមានសេចក្តីអំណរដែលបានចេញមកផ្សព្វផ្សាយទីបន្តគឺដំណឹងល្អដើម្បីឲ្យអ្នកទាំងអស់គ្នាបានយល់និងស្គាល់ពីព្រះបន្ទូលរបស់ព្រះអង្គដែលបង្រៀនយើងឲ្យមានសេចក្តីស្រឡាញ់និងសេចក្តីសុខនឹងការថ្វាយបង្គំព្រះអង្គជាព្រះពិតនៅឋានសួគ៌ថ្ងៃនេះខ្ញុំចង់លើកជាបទនិយាយអំពីបុណ្យអរគុណបុណ្យអរគុណដែលភាសាអង់គ្លេសនិយាយថា Thanksgiving Day យើងដឹងហើយថាបុណ្យអរគុណគឺជាថ្ងៃមួយដែលភាគច្រើនពុទ្ធបរិស័ទគ្រីស្ទានបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំហើយគេនឹងចាប់ផ្ដើមនៅក្នុងអាទិត្យនេះគេនឹងមានការជួបជុំហើយនឹងធ្វើម្ហូបបរិភោគជុំគ្នាហើយនឹងការថ្វាយបង្គំដល់ព្រះអង្គម្ចាស់នៅឋានសួគ៌ហើយដូច្នេះយើងគួរតែយល់អំពីថ្ងៃអរគុណថ្ងៃអរគុណមានសារៈសំខាន់ណាស់ដែលព្រះអង្គបង្រៀនយើងឲ្យយើងចេះថ្លែងអរគុណដែលព្រះអង្គបានបង្កើតអ្វីគ្រប់យ៉ាងនៅលើផែនដីនេះនិងឋានសួគ៌ដើម្បីប្រទានពរឲ្យយើងពីព្រោះតែព្រះអង្គបង្កើតរបស់ទាំងអស់មនុស្សលោកសត្វនិងធម្មជាតិដូច្នេះហើយយើងបានទទួលនៅសេចក្តីសុខសន្តិភាពនិងការរស់នៅដោយមានសេចក្តីស្រឡាញ់ជួបជុំគ្រួសារប្រពន្ធកូនការហូបចុកមិនខ្វះឡើយដូច្នេះយើងគួរតែដឹងពីរបៀបនៃការអរគុណព្រះអង្គបង្រៀនយើងដោយព្រះអង្គបានប្រាប់នៅក្នុងព្រះគម្ពីរថាចូលអ្នកចែករំលែកសេចក្តីស្រឡាញ់ដែលព្រះអង្គផ្ដល់យើងទៅកាន់អ្នកដទៃតែយើងធ្វើដូចម្តេចឧទាហរណ៍ដូចជាការចែកនំប៉័ងហើយអធិដ្ឋានឲ្យបានជូនទៅអ្នកទី2ហើយអ្នកទី2បានជូនទៅអ្នកទី3ហើយនឹងពេលដែលព្រះអង្គបានឲ្យគឺជាដំណើរឲ្យឈាមគឺជាលោហិតរបស់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានសគត់ហើយនំប៉័ងនោះតំណាងឲ្យជាសាច់ឈាមរបស់ព្រះយេស៊ូវគ្រីស្ទហេតុអ្វីបានជាយើងធ្វើដូច្នេះពីព្រោះគឺជាសេចក្តីដឹងគុណនិងអរគុណដែលព្រះយេស៊ូវគ្រីស្ទបានសគត់នៅលើឈើឆ្កាងហើយក្នុងរយៈពេល3ថ្ងៃទ្រង់បានរស់រានមានជីវិតឡើងវិញដូច្នេះយើងទាំងអស់គ្នាបានដឹងគុណយ៉ាងធំធេងរបស់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានសគត់ដើម្បីលាងអំពើបាបរបស់យើងយ៉ាងវិញយើងដឹងហើយថាអ្វីដែលព្រះអង្គប្រទានឲ្យយើងគឺជាព្រះពររបស់ព្រះអង្គជាពិសេសម្ហូបអាហារដែលព្រះអង្គផ្ដល់យើងនៅលើតុហើយយើងត្រូវតែចេះអធិដ្ឋានហើយអរគុណដល់ព្រះដែលបានជួយយើងនោះអ្នកនឹងទទួលបានព្រះពរព្រះអង្គបន្ថែមទៀតដូច្នេះការអរគុណហើយការជឿដោយមានសេចក្តីជំនឿយើងអរគុណគ្រប់ពេលវេលានៅពេលដែលយើងទទួលបានផលទទួលបានប្រពររបស់ព្រះអង្គដូចជាការធ្វើស្រែចម្ការធ្វើដំណាំដូចជាការទទួលបានប្រាក់ខែដូចជាយើងធ្វើបបរស៊ីបានចំណេញយើងធ្វើកិច្ចការដែលព្រះអង្គប្រាប់ឲ្យយើងធ្វើបានទទួលផលផ្លែផ្កាដូច្នេះហើយយើងត្រូវអរគុណដែលព្រះអង្គប្រទានឲ្យយើងនោះហើយគឺជាសេចក្តីជំនឿដែលយើងកើតចេញពីក្នុងចិត្តនិងព្រះវិញ្ញាណបរិសុទ្ធបង្រៀនយើងឲ្យជឿសុខហើយពោពេញដោយព្រះវិញ្ញាណនោះយើងនឹងដើរតាមផ្លូវរបស់ព្រះអង្គគឺជាផ្លូវនៃសេចក្តីសុខពិតដែលព្រះអង្គបង្រៀនយើងឲ្យស្រឡាញ់កូនគ្រួសារនិងសហគមន៍និងមនុស្សទូទាំងសកលលោកដូច្នេះយើងចូលរៀនអរគុណគ្រប់យ៉ាងដែលយើងបានទទួលបាននោះហើយដែលជាព្រះពររបស់ព្រះអង្គចង់ឲ្យយើងបន្តធ្វើពីចំនួនមួយទៅចំនួនមួយពីព្រោះព្រះអង្គប្រទានឲ្យយើងនេះហើយដែលយើងបានអ្វីគ្រប់យ៉ាងមិនខ្វះខាតឡើយដូច្នេះយើងចូលធ្វើម្ហូបជួបជុំគ្រួសារដើម្បីហូបជុំគ្នាហើយថ្វាយបង្គំដល់ព្រះយេស៊ូវគ្រីស្ទហើយអរគុណឲ្យអស់ពីដួងចិត្តយើង
នោះអ្នកនឹងឃើញរឿងដ៏អស្ចារ្យព្រះអង្គនឹងប្រទានឲ្យយើងបន្ថែមទៀតដោយមិនចេះអស់ខាត់ឡើយហើយយើងបន្តធ្វើជារៀងរហូតពេលយើងទទួលយើងថ្វាយបង្គំយើងដឹងគុណហើយយើងអរគុណដល់ព្រះយើងពិតនៅឋានសួគ៌ហើយយើងនឹងទទួលបានប្រពោរបស់ព្រះអង្គនឹងបំពេញបន្ថែមឲ្យយើងទៀតនេះហើយជាសេចក្តីជំនឿរបស់ព្រះអង្គដែលបង្រៀនឲ្យយើងជឿថាព្រះអង្គនឹងដល់អ្វីគ្រប់យ៉ាងយើងដោយយើងជឿលើព្រះបន្ទូលរបស់ព្រះអង្គដូច្នេះការអរគុណដឹងគុណព្រះពិតបានយើងទទួលនៅព្រះពិតគឺបានផលនៃផ្លែការនៃព្រះវិញ្ញាណបរិសុទ្ធដូច្នេះការជឿពិតរៀនធម៌ពិតយើងនឹងឃើញពន្លឺពិតនៃសេចក្តីសុខខ្ញុំនឹងអធិដ្ឋានឲ្យអ្នកទាំងអស់គ្នាឲ្យបានដឹងថាព្រះវិញ្ញាណមានពិតមែនសម្រាប់អ្នកដែលមិនតាន់បានទទួលព្រះវិញ្ញាណបរិសុទ្ធខ្ញុំសូមអធិដ្ឋានឲ្យអ្នកបើកដួងចិត្តហើយព្រមទទួលស្គាល់ព្រះពិតនៅខាងសួគ៌ហើយដើរតាមផ្លូវរបស់ទ្រង់បើយើងចង់ក្លាយជាមនុស្សថ្មីមានជីវិតល្អប្រសើរអ្នកត្រូវជ្រើសរើសជឿលើព្រះពិតហើយរៀនតាមព្រះបន្ទូលរបស់ទ្រង់នោះអ្នកនឹងឃើញមានការផ្លាស់ប្ដូរជីវិតអ្នកនឹងកាន់តែល្អប្រសើរដោយអ្នកមិនត្រូវដើរផ្លូវចាស់ឡើយផ្លូវចាស់ដែលអ្នករៀនពីមុនធ្វើពីមុនមិនបានផលចូលអ្នកញែកខ្លួនចេញពីផ្លូវចាស់ឲ្យមកជឿព្រះពិតនោះអ្នកនឹងឃើញផលនៃផ្លូវការនៃសេចក្តីពិតគឺប្រពោពិតគឺព្រះអង្គចង់ឲ្យយើងបាននៅប្រពោគឺអ្វីទាំងអស់ដែលយើងចង់បានតែយើងត្រូវតែដឹងគុណដល់ព្រះអង្គយើងត្រូវតែរៀនពីព្រះគម្ពីរបរិសុទ្ធហើយរៀនពីព្រះបន្ទូលរបស់ព្រះអង្គហើយថ្វាយបង្គំព្រះអង្គជារៀងរាល់ថ្ងៃហើយសូមបើកដួងចិត្តទទួលព្រះវិញ្ញាណបរិសុទ្ធជាពិសេសយើងគួរតែធ្វើបុណ្យជំនុំទឹកលាងអំពើបាបហើយយើងនឹងអធិដ្ឋានដើម្បីសុំព្រះវិញ្ញាណបរិសុទ្ធមកគង់នៅជាមួយពេលដែលអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយនោះអ្វីគ្រប់យ៉ាងនឹងមានការផ្លាស់ប្ដូរព្រោះព្រះអង្គនៅពង្រៀនយើងឲ្យខ្លាចខ្លួនឲ្យបរិសុទ្ធរស់នៅឲ្យត្រឹមត្រូវគោរពស្មោះត្រង់ធ្វើអ្វីដែលត្រឹមត្រូវនោះអ្នកនឹងឃើញផលផ្លែផ្កានៃសេចក្តីសុខពិតជាពិសេសចូលអ្នកដឹងគុណព្រះពិតនៅខាងសួគ៌ដែលជាព្រះអស្ចារ្យជានិច្ចហើយអរគុណព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រារបស់ទ្រង់ដែលទ្រង់ចាត់មកដើម្បីជួយសង្គ្រោះយើងខ្ញុំសូមអធិដ្ឋានដល់អ្នកទាំងអស់គ្នាចំពោះអ្នកដែលបានជឿហើយនិងអ្នកដែលមិនបានជឿសូមឲ្យទទួលនៅព្រះពររបស់ព្រះអង្គសូមឲ្យអ្នកបាននៅសេចក្តីសុខនិងសេចក្តីចម្រុងចម្រើនព្រោះអ្នកបានដើរលើផ្លូវត្រូវគឺសេចក្តីជឿលើព្រះពិតហើយនឹងការផ្សព្វផ្សាយដំណឹងល្អដើម្បីឲ្យអ្នកដទៃបានស្គាល់ពីព្រះពិតដូច្នេះខ្ញុំសូមអធិដ្ឋានដោយភាសារបស់ឋានសួគ៌ Dice casi tu se calabatisi rapetu ocasisi ro ocasi atalamatisu rapiti se que saca atusi alimentesu ku olametisi rasuku si sasi calabatisi rusi kasi sesu udasi sesi misaka adunisi dusi tesi kalibu sakalisi អរគុណសម្រាប់ការស្ដាប់សូមឲ្យព្រះអង្គប្រទានពរដល់អ្នកមានពរឲ្យដល់អ្នកដែលជឿហើយព្រមទទួលស្គាល់ព្រះពិតហើយបើកដួងចិត្តនិងធ្វើតាមអ្វីដែលព្រះអង្គបានបង្រៀនយើងសូមឲ្យអ្នកមានសំណាងល្អមានប្រពរមានសេចក្តីសុខចម្រុងចម្រើននៅក្នុងគ្រួសារសូមអរគុណបាទ